sục tụcอย่างណាហើយបងប្អូនយើងដែលមានស្រែស្រូវនៅក្បែរតំបន់ទំនាបបឹងទំនាបទន្លេណាព្រោះថាជាក់ស្ដែងនៅក្នុងតំបន់ខ្ញុំនេះទឹកដំឡើងមកដល់ហើយអញ្ចឹងទៅធ្វើឲ្យស្រែស្រូវមួយចំនួនគឺអត់ទាន់ទុំល្អទេហើយកសិករគឺថាបញ្ញាក់ដណ្ដើមគ្នាប្រមូលផលដណ្ដើមពីទឹកតែម្ដងអញ្ចឹងទៅអ្នកខ្លះគឺច្រូតស្រូវទាំងនៅខ្ចីនៅខៀវការច្រូតស្រូវខ្ចីមកលក់នេះធ្វើឲ្យតម្លៃស្រូវយើងធ្លាក់ចុះជាគំហុកតែម្ដងដែលបងប្អូនយើងខ្លះគាត់មានស្រូវនៅតំបន់លើដែរទេប៉ុន្តែប្រមូលផលនៅដំណាលគ្នាជាមួយនឹងវគ្គដែលគេប្រមូលស្រូវខ្ចីស្រូវលិចទឹកស្រីអញ្ចឹងទៅវាធ្វើឲ្យឈ្មួញដែលទិញហ្នឹងគាត់វាយអួរចូលគ្នាវាធ្លាក់ថ្លៃតាមគ្នាអញ្ចឹងណាបងប្អូនហើយថ្ងៃនេះមកមើលស្រែមកមើលស្រូវនេះគិតថាដាក់ថ្ងៃប្រមូលផលថ្ងៃហ្នឹងតែម្ដងតែឥឡូវដោយសារម៉ាស៊ីនច្រូតយើងគាត់មកមានញឹកជាមួយនឹងស្រែមួយចំនួនដែលនៅជាប់តំបន់ទំនាបហ្នឹងគាត់ដណ្ដើមគ្នាប្រមូលអញ្ចឹងទៅយើងគេខ្វះខាតម៉ាស៊ីនហើយអាចនឹងលើកទៅថ្ងៃក្រោយហើយព្រោះថាស្រែនេះបើជាក់ស្ដែងគឺអាចប្រមូលផលបានហើយវាទុំស្ងួតល្អហើយប៉ុន្តែថាម៉ាស៊ីនវាបញ្ញាក់ទៅដណ្ដើមជាមួយនឹងតំបន់ទំនាបលិចទឹកជាក់ស្ដែងក្នុងរដូវនេះគឺថាបងប្អូនយើងធ្វើស្រែវាទុំអត់ស្រស់គ្នាល្អទេបងប្អូនកន្លែងស្រែខ្ញុំទុំទៅស្រែបងប្អូនជិតខាងយើងខ្ញុំនេះគាត់អត់ទាន់ទុំអីចឹងទៅព្រោះថាដឹងហើយការព្រោះស្ងួតព្រោះលុបនេះរងចាំទឹកភ្លៀងដុះហើយក៏វាមិនអាចដុះមកដណាលគ្នាទៀតហើយជាក់ស្ដែងបើតាមការសង្កេតរបស់ខ្ញុំកន្លងមកអ្នកដែលធ្វើតាមបច្ចេកទេសខ្ញុំធ្វើប្រើផលិតផលខ្ញុំនេះស្រូវតែងតែទុំមុនតាមបច្ចេកទេសផ្សេងឬផលិតផលផ្សេងធ្វើនៅពេលដំណើរគ្នាជាមួយគេប៉ុន្តែជាក់ស្ដែងគឺស្រូវយើងទុំមុនគេអាច5ថ្ងៃទៅ1សប្តាហ៍នេះជាក់ស្ដែងគឺអញ្ចឹងណាបងប្អូនហើយក៏សូមរំលឹកដែរថាបច្ចេកទេសដែលយើងប្រើជីតិចថ្នាំតិចនេះដូចខ្ញុំនិយាយដដែលអញ្ចឹងទិន្នផលគឺប្រហាក់ប្រហែលនឹងរដូវកន្លងមកដែលបងប្អូនធ្លាប់ប្រើជីច្រើនថ្នាំច្រើននៅលើផ្ទៃដីដដែលហ្នឹងហើយក៏មិនធ្លាប់អួតអាងថាធ្វើតាមខ្ញុំទៅជាមួយនឹងដីកាយដីគៀដីអត់គុណភាពយ៉ាងណាក៏បានផលច្រើនអីហ្នឹងគឺខ្ញុំមិនធ្លាប់ប្រើពីអំនួតបែបហ្នឹងទៅកាន់កសិករដើម្បីអូសទាញឲ្យប្រើផលិតផលខ្ញុំទេគ្រាន់តែចង់ជម្រាបថាបច្ចេកទេសមួយនេះអាចកាត់បន្ថយការចំណាយឲ្យនៅទាបទិន្នផលប្រហាក់ប្រហែលនឹងរដូវកន្លងមកប៉ុណ្្នឹងណាបងប្អូនហើយពិសេសគឺខ្ញុំបានឆាតតំណែងជាមួយនឹងបងប្អូនប្រជាកសិករយើងមួយចំនួនដែលគាត់ចេះផលិតជីផលិតថ្នាំធម្មជាតិអីអញ្ចឹងទៅគាត់នៅតែមានចម្ងល់ថាលោកគ្រូខ្ញុំអ្នកជំនាញផលិតជីម្នាក់ដែរខ្ញុំចេះធ្វើជីល្អខ្លាំងហើយខ្ញុំប្រើទៅលើស្វាយចន្ទីទៅលើដលងមីទៅលើនេះទៅលើនោះដំណាំផ្សេងដោយឡែកតែដំណាំស្រូវមួយគឺមិនដឹងធ្វើមិនបាញ់អត់ឡើងលោកអានេះហើយជាអ្វីដែលខ្ញុំចង់ជម្រាបបងប្អូនថាជីទឹក3ការជាជីឯកទេសពិសេសសម្រាប់ដំណាំស្រូវហើយខ្ញុំតែងតែជម្រាបបងប្អូនដដែលថាបច្ចេកទេសមួយនេះគឺយើងធ្វើការស្រាវជ្រាវនឹងរោគសម្រាប់តែដំណាំស្រូវទេណាបងប្អូនមិនប្រើទៅលើដំណាំផ្សេងទេហើយក៏ជាលក្ខណៈពិសេសនៃជីទឹក3ការដែរដែលបច្ចុប្បន្ននេះមិនទាន់មានផលិតផលណាផ្សេងដែលអាចប្រើប្រាស់កម្រិតជីគីមីថ្នាំគីមីទាបដូចជីទឹក3ការយើងទេចឹងហើយប្រសិនបើបងប្អូនចាប់អារម្មណ៍ជាមួយបច្ចេកទេសនេះអាចខលមកសាកសួរព័ត៌មានអាចផ្ដល់ការវិភាសាគ្នាយ៉ាងម៉េចឲ្យវាយល់គ្នាណាបងប្អូនអាចចាប់ផ្ដើមប្រើជាមួយនឹងបច្ចេកទេសនេះបានចាប់អារម្មណ៍សូមតាក់ទងលេខទូរស័ព្ទ097 3368 111និងមកប្រព័ន្ធទីគឺ096 49 91 264ឬក៏ឆាតតំណតាម profile Facebook ដែលខ្ញុំកំពុងតែធ្វើការផ្សព្វផ្សាយនេះក៏បានអរគុណជម្រាបលា